ពាល់ដល់ការងាររបស់យើងទេហើយមកនេះយើងដាក់ចំណៃឲ្យវាស៊ីហើយពួកឲ្យម៉ោង4ម៉ោង5ហើយខ្ញុំចេញវិធីការដែរដាក់ចំណៃឲ្យស៊ីវដើហើយឥឡូវហើយមានដើមថ្នោតស្អាតទេមីក៏ស្អាតដែរឥឡូវយើងទៅជួបមន់សបុកត្រង់ទី2ទាំងអស់គ្នាបាទនេះសម្រាប់ត្រង់ទី2បងប្អូនមកដល់ត្រង់ទី2ហើយនេះជាកន្លែងដេករាល់យប់បងប្អូនសាមញ្ញទេឃើញទេបងប្អូនយើងអាចឆ្នៃចឹងមកឲ្យវាដេកតាមសម្រួលចឹងមកពេលយប់ឡើងអត់មានអស់ថាផ្កាច្រើនទេគឺសាមញ្ញនេះហើយស្មាល់នេះយើងដាក់ចំណៃឲ្យ Hello សួស្តីអ្នកទាំងអស់គ្នា Hello everyone welcome to Cambodia welcome all together ថ្ងៃនេះមកបង្ហាញមេបាបងប្អូននេះមេបារបស់ខ្ញុំប្រភេទស្អាតបងប្អូនសស្អាតអញ្ចឹងបងប្អូនបានទស្សនាវីដេអូនេះកុំភ្លេចជួយ like និង subscribe ឲ្យ channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពី channel ខ្ញុំអានេះសម្រាប់មេហើយនឹងបាមេខ្ញុំដាក់មេ4ជាមួយនឹងបា1អញ្ចឹងនេះសម្រាប់ប្រកាសបងប្អូនហើយនេះកន្លែងទ្រង់ប្រកាសរបស់ខ្ញុំសាមញ្ញធម្មតាបងប្អូនហើយនេះកន្លែងដាក់ចំណីដាក់អីឲ្យស៊ីហើយមានពងនេះពងបាន9គ្រាប់នេះពងបាន2គ្រាប់ហើយនេះមេកំពុងតែក្រាបបងប្អូនឃើញទេពងបាន8គ្រាប់ហើយនេះសម្បុកអញ្ចឹងនេះជាមេបងប្អូនកំពុងតែពងបងប្អូនមើលពូស្អាតពូមូតិលតែម្ដងស្អាតព្រោះនេះដោយសារវាចម្រុះបងប្អូនឃើញដោយសារវាចម្រុះហើយនោះជាមេ3គ្រាប់ទៀតបងប្អូនស្អាតឥឡូវនេះយើងទៅជួបជាមួយនឹងកូនរបស់វាមានច្រើនដែរអញ្ចឹងទៅជួបវីដេអូទាំងអស់គ្នាបាទនេះបងប្អូនកូនរបស់វាស្អាតបងប្អូនមួយសគូសតែម្ដងស្អាតមែនទែនគួរស្រឡាញ់ហើយបងប្អូនចង់ចិញ្ចឹមអីអាចតាក់ទងមកបានតាម comment តាមអីចឹងហើយកុំភ្លេចជួយ like និង subscribe ឲ្យ channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពី channel ខ្ញុំចឹងណាបងប្អូនហើយនេះស្អាតបងប្អូនអើយមើលជូតតែម្ដងហើយចិញ្ចឹមលក្ខណៈគ្រួសារទេហើយនេះជាកន្លែងឲ្យវាដេកជារាល់យប់បងប្អូនអត់មានចំណាយអីច្រើនទេគឺចំណាយតែប៉ុណ្ណឹងបងប្អូនឃើញទេអត់មានចំណាយអីច្រើនទេអញ្ចឹងបងប្អូនចង់ចិញ្ចឹមអីអាចឆ្លៀតចិញ្ចឹមបានហើយយើងអត់មានប៉ះពាល់ធ្វើការអីទេពួកអីមុននឹងចេញធ្វើការយើងដាក់ឲ្យវាស៊ីម្ដងតើតែពេលមកវិញយើងដាក់ឲ្យវាស៊ីម្ដងទៀតជាការស្រេចអញ្ចឹងណាបងប្អូនអត់មានប៉ះពាល់ដល់ការងាររបស់យើងទេហើយមកនេះយើងដាក់ចំណៃឲ្យវាស៊ីហើយពួកឲ្យម៉ោង4ម៉ោង5ហើយខ្ញុំចេញវិធីការដែរដាក់ចំណៃឲ្យស៊ីវដើហើយឥឡូវហើយយើងបញ្ចូលវាក្នុងនេះហើយកន្លែងប្រឡែងរបស់ខ្ញុំគឺខាងក្រោយឥឡូវយើងប្រឡែងដល់ពេលប្រមូលវាចូលដើម្បីឲ្យស៊ីហើយអញ្ចឹងវីដេអូនេះអត់មានអីនិយាយច្រើនទេគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនកុំភ្លេចជួយ like និង subscribe ឲ្យ channel ខ្ញុំម្នាក់មួយផងហើយយើងបញ្ចូលវាក្នុងនេះហើយកន្លែងប្រឡែងរបស់ខ្ញុំគឺខាងក្រោយឥឡូវយើងប្រឡែងដល់ពេលប្រមូលវាចូលដើម្បីឲ្យស៊ីហើយអញ្ចឹងវីដេអូនេះអត់មានអីនិយាយច្រើនទេគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនកុំភ្លេចជួយ like និង subscribe ឲ្យ channel ខ្ញុំម្នាក់មួយផងអានេះគឺជាបាថ្មីរបស់ខ្ញុំបាថ្មីស្អាតបងប្អូនមើលឃើញស្អាតមែនទែនហើយកំពុងតែគៀងមេអញ្ចឹងណាបងប្អូននេះជាកន្លែងវាដេកអញ្ចឹងបងប្អូនអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេហើយវីដេអូមានប៉ុណ្្នឹងណាបងប្អូនតែហើយផ្ទៃមេឃថ្ងៃនេះគឺស្រស់ស្អាតមែនទែនស្រឡះតែម្ដងហើយនេះគឺជាមន់ពណ៌ស្អាតបងប្អូនមានមន់ពណ៌ស្អាតចឹងនេះចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនសូមអរគុណបាយបាយ